សេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃត្រូវនៅថ្ងៃអង្គារពុធប្រហ័សទី14, 15, 16 ខែមេសាឆ្នាំ2026ខាងមុខនេះរដ្ឋបាលខេត្តនឹងរៀបចំនៅកម្មវិធីនិងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តដែលមានដូចខាងក្រោម កកម្មវិធីនិងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមថ្ងៃទី13ខែមេសាឆ្នាំ2026មានកម្មវិធីពិធីក្រុងពាលីនៅប្រាសាទនគរបាជ័យម៉ោង 8:30 នាទីព្រឹកពិធីបើកដង្ហែនិងបើកកម្មវិធីព្រឹត្តិការណ៍សង្ក្រាន្តនៅសួនស្មៅមុខសាលាខេត្តម៉ោង 3:30 នាទីរសៀលថ្ងៃទី14ខែមេសាឆ្នាំ2026ពិធីសែនទទួលទេវតាឆ្នាំថ្មីនៅសួនស្មៅមុខសាលាខេត្តម៉ោង 10:48 នាទីព្រឹកថ្ងៃទី15ខែមេសាឆ្នាំ2026ព្រឹត្តិការណ៍លិហាល5តោននឹងតាំងពិព័រណ៍ភូមិមួយផលិតផលមួយដែលមានចំណីអាហារ34មុខទីតាំងនៅលើដងផ្លូវមុខសាលាខេត្តចាប់ពីវេលាម៉ោង 11 ព្រឹកថ្ងៃទី16ខែមេសាឆ្នាំ2026ពិធីស្រង់ព្រះនិងចម្រើនសិរីនៅមុខសាលាខេត្តម៉ោង 2 រសៀលរយៈពេល3ថ្ងៃថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាឆ្នាំ2026មានលេងល្បែងរបាំប្រជាប្រិយខ្មែរនៅសួនស្មៅមុខសាលាខេត្តចាប់ពីម៉ោង 3 រសៀលការបង្ហាញរបស់យុវជនភូមិវប្បធម៌នៅសួនស្មៅមុខសាលាខេត្តចាប់ពីម៉ោង 3 រសៀលការប្រគំតន្ត្រីខ្នាតយក្សនៅសួនវិមានឯករាជ្យចាប់ពីម៉ោង 3 រសៀលនឹងមានការប្រកួតប្រដាល់ខ្នាតអន្តរជាតិនៅសួនវិមានឯករាជ្យចាប់ពីម៉ោង 5 ល្ងាចតទៅនៅស្រុកជើងព្រៃមានកម្មវិធីកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនិងការប្រគំតន្ត្រីកម្សាន្តទីតាំងនៅមុខសាលាស្រុកនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីម៉ោង 3 រសៀលតទៅនិងព្រឹត្តិការណ៍ហូបនំបញ្ចុក 1200 គីឡូក្រាមនៅមុខសាលាស្រុកនៅថ្ងៃទី14ខែមេសាវេលាម៉ោង 3 រសៀលស្រុកកំពង់សៀមកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅវត្តនគរបាជ័យវត្តហានជ័យរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីម៉ោង 3 រសៀលនិងព្រឹត្តិការណ៍ហូបប៉ែគក់រលួសនៅវត្តនគរបាជ័យចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលស្រុកកងមាសកំសាន្តសង្ក្រាន្តឆ្នាំថ្មីតាំងបង្ហាញនិងហូបស្វាយចំនួន 113,948 ផ្លែនៅវត្តស្វាយស្រណោះចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលស្រុកកោះស្ទឹងកំសាន្តសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលព្រឹត្តិការណ៍ហូបពោតស្ងោរចំនួន 8,886 ផ្លែនៅវត្តមហាលៀបនៅថ្ងៃទី14ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលស្រុកព្រៃឈរកំសាន្តសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលនិងមានព្រឹត្តិការណ៍ហូបនំអន្សមខ្មែរចម្រុះចំនួន 157,780 នំនៅវត្តប្រាសាទទឹកឆានៅថ្ងៃទី14ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលតទៅស្រុកស្រីសន្ធរមានលេងល្បែងល្បាំប្រជាប្រិយខ្មែរនៅសួនមុខសាលាស្រុកនៅថ្ងៃទី12ដល់ថ្ងៃទី13ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលតទៅកម្មវិធីកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅវត្តកោះកែវចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសានៅវេលាម៉ោង 3 រសៀលតទៅនិងព្រឹត្តិការណ៍ប្រណាំងក្របីនៅឃុំបារាយនៅថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលតទៅនិងស្រុកស្ទឹងត្រង់កម្មវិធីកម្សាន្តសង្ក្រាន្តឆ្នាំថ្មីមានតាំងបង្ហាញនិងហូបចេកអំបូងលឿងនៅវត្តស្ទឹងត្រង់ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាចាប់ពីវេលាម៉ោង 3 រសៀលតទៅអាស្រ័យហេតុនេះសូមសាធារណជនភ្ញៀវទេសចរជាតិអន្តរជាតិមេត្តាជ្រាបនិងសូមអញ្ជើញមកលេងកម្សាន្តសប្បាយជាមួយនឹងកម្មវិធីនិងព្រឹត្តិការណ៍ទៅតាមការរៀបចំខាងលើថ្ងៃច័ន្ទ13រោចខែផល្គុនឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569កំពង់ចាមថ្ងៃទី16ខែមីនាឆ្នាំ2026រដ្ឋបាលខេត្តកំពង់ចាមសូមអរគុណ